យោធាថៃនៅម៉ោង5ទៀបភ្លឺថ្ងៃច័ន្ទនេះបានបើកការវាយប្រហារសន្ធាប់យ៉ាងខ្លាំងទៅលើភូមិសាស្ត្របឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យដោយប្រើយន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់និងប្រើអាវុធធុនធ្ងន់ផ្លោងចូលយ៉ាងសន្ធាប់ដែលការនេះធ្វើឲ្យខេត្តជាប់ព្រំដែនកម្ពុជាជាច្រើនរងការវាយប្រហារយ៉ាងកម្រោលពីការឈ្លានពានរបស់យោធាថៃចំនួន16ថ្ងៃមកនេះនេះបើតាមការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ស្ដីពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានបន្តធ្វើការវាយប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាក្រសួងការពារជាតិកម្ពុជាបាននិយាយថានៅម៉ោងជាង5ព្រឹកថ្ងៃទី22ខែធ្នូឆ្នាំ2025នេះយោធាថៃបានប្រើយន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលភូមិសាស្ត្របឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យក្រសួងថានៅម៉ោង 5:45 នាទីយោធាថៃបានបាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិសាស្ត្របឹងត្រកួនដដែលនេះក្រសួងគូបញ្ជាក់ថាកងកម្លាំងកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយនឹងសត្រូវឈ្លានពាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ជានិច្ចនៅក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយោធាថៃបានប្រើយន្តហោះចម្បាំង S16 កំទេចហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជារាប់សិបកន្លែងតាមទំនើងចិត្តគណៈកម្ពុជាមិនប្រើអាវុធប្រឆាំងនឹងយន្តហោះនេះដើម្បីឆ្លើយតបទៅនឹងការឈ្លានពានតាមដែនអាកាសដ៏កម្រោលនេះដូចជាការពីថ្ងៃទី21ខែធ្នូយន្តហោះចម្បាំងថៃបានទម្លាក់គ្រាប់បែកចំនួន2គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយជែកខេត្តបន្ទាយមានជ័យទម្លាក់គ្រាប់បែកចង្កោមនិងបាញ់ផ្សែងពុលចូលតំបន់ប្រាសាទព្រះវិហារផ្ដាច់ស្ពានមេទឹកនិងថ្មីនេះបានទម្លាក់គ្រាប់បែកចំនួន5គ្រាប់កំទេចអគារពាណិជ្ជកម្មនិងសាលាបឋមសិក្សានៅឃុំថ្មដាខេត្តពោធិ៍សាត់លើសពីនេះយន្តហោះចម្បាំងថៃ F16 បានទម្លាក់គ្រាប់បែកផ្ដាច់ស្ពានអូជីកព្រំប្រទល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបការឈ្លានពានរបស់ថៃនេះបើគិតត្រឹមថ្ងៃទី21ខែធ្នូឆ្នាំ2025បណ្ដាលឲ្យជនស៊ីវិលខ្មែរស្លាប់កើតដល់19នាក់រងរបួស79នាក់ខូចខាតផ្ទះសម្បែងចំនួន76ខ្នងសាលារៀនមណ្ឌលសុខភាពប្រាសាទបុរាណនិងហេដ្ឋារចនាសម្ព័ន្ធរាប់សិបកន្លែងទៀតចំណែកឯជនភៀសសឹកខ្មែរវិញកើនដល់ជិត520000នាក់ក្នុងនោះស្ត្រីជាង27000នាក់និងកុមារជាង160,000នាក់